ទេសចរនា3នាក់ត្រូវបានចាប់ជំរិតនិងធ្វើទរណកម្មយ៉ាងសាហាវប្រៃសៃនៅប្រទេសថៃអំពើឧក្រិដ្ឋកម្មនិងការឆបោកកំពុងរីករាលដាលពាសពេញប្រទេសថៃខណៈរឿងប្រើហិង្សាជ្រុលហួសហេតុលើជនជាតិចិនកំពុងផ្ទុះខ្លាំងដល់ស្ថានទូតចិនប្រចាំទីក្រុងបង្គកអំពាវនាវឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ស្រាប់ទៅហើយនោះឥឡូវក៏ផ្ទុះរឿងមួយទៀតនោះគឺជនជាតិឥណ្ឌា3នាក់ត្រូវបានចាប់ជំរិតទារប្រាក់និងឃុំឃាំងធ្វើទរណកម្មយ៉ាងសាហាវព្រៃផ្សៃពេញមួយសប្តាហ៍នៅផាតាយាតាមការផ្សាយរបស់បឹងកកប៉ុស្តិ៍នៅថ្ងៃអង្គារទី28ខែកក្កដាឆ្នាំ2026ជនជាតិឥណ្ឌា3នាក់អាយុចន្លោះ23ដល់26ឆ្នាំបានមកដល់ប្រទេសថៃក្នុងនាមជាអ្នកទេសចរប៉ុន្តែបែរត្រូវបានចាញ់បោកគេតាមចម្លើយប្រាប់ប៉ូលីសថៃពួកក្រុមស្កេមលបួងឲ្យទិញកញ្ចប់ទេសចរតម្លៃថោកមកកំសាន្តនៅប្រទេសថៃប្រមាណជា70000 បាតក្នុងម្នាក់ហើយពេលមកដល់ថៃនៅថ្ងៃទី21ខែកក្កដាពួកគេត្រូវនាំទៅកាន់ផ្ទះមួយក្នុងស្រុកបាងឡាមួងនៅទីនោះពួកគេត្រូវមនុស្សមួយក្រុមចាប់ឃុំឃាំងនិងធ្វើទរណកម្មអស់រយៈពេលមួយសប្តាហ៍ដោយចងដៃចងជើងបិទមាត់វាយដំបង្អត់បាយមិនឲ្យទៅបង្គន់និងព្យួរក្បាលសំយងចុះព្រមទាំងបង្ខំឲ្យជនរងគ្រោះទូរស័ព្ទទៅគ្រួសារនៅឥណ្ឌាដើម្បីទារប្រាក់ជំរិតចំនួន7 លានរ៉ូទីប្រហែល 2.4 លានបាតទៀតផងយ៉ាងណាទីបំផុតអ្នកទាំង3ក៏ត្រូវសង្គ្រោះបានហើយពួកអ ுக ្រិតជនបានរត់គេចខ្លួនបាត់ស្រមោលឈឹងនេះបើតាមប្រភព The បឹងកកប៉ុស្តិ៍បានលើកឡើងដូចនេះ